អ្នកធ្វើតែលេងហ្គេមពេញមួយថ្ងៃទេឯងហ៊ានស៊ូការងារខ្ញុំឬចាប់ពីពេលនេះទៅអ្នកត្រូវបានបណ្តេញចេញទៅប៉ាលោកបានឬគាត់និយាយហើយគាត់ប្រាប់ខ្ញុំឲ្យចេញទៅលោកលេខលោក Snow បាននិយាយថាការប្រជុំគ្រប់គ្រងនឹងចាប់ផ្ដើមក្នុងរយៈពេល10នាទីទៀតខ្ញុំរវល់ខ្ញុំមិនទៅទេប៉ុន្តែលោក Snow បាននិយាយថានេះជាបញ្ជារបស់អ្នកស្រី Olson មនុស្សគ្រប់គ្នាត្រូវតែចូលរួមយល់ព្រមខ្ញុំយល់ហើយល្អណាស់តើលោកលេខមកធ្វើអ្វីនៅទីនេះគាត់មិនដែលមកប្រជុំទេអ្នកណាដឹងប្រហែលជាលោក Snow បានរៀបចំគាត់ចូលចិត្តរករឿងលោកលេខនេះគួរជាទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលសម្រាប់ការប្រជុំនេះថ្ងៃនេះលោក Snow នឹងបង្ហាញសំណើដ៏សំខាន់មួយអ្នកទាំងអស់គ្នាបន្ទាប់ពីការខិតខំអស់មួយខែខ្ញុំទីបំផុតបានបង្កើតផែនការទីផ្សារដែលផ្លាស់ប្ដូរហ្គេមឥឡូវសូមឲ្យខ្ញុំចែករំលែកវាជាមួយអ្នកទាំងអស់គ្នាដូចដែលអ្នកទាំងអស់គ្នាដឹង Olson Corp តែងតែជាអ្នកដឹកនាំទីផ្សារដូច្នេះយើងមិនគួរផ្ដោតតែលើផលចំណេញរយៈពេលខ្លីទេយើងត្រូវវិនិយោគទាំងស្រុងនិងពង្រីកថវិការបស់យើងដោះចាយលុយ$80 លានលើទីផ្សារនិងគ្រប់គ្រងទីផ្សារកម្រិតខ្ពស់ក្នុងរយៈពេល3ខែនេះជាអ្វីខ្ញុំបានចំណាយពេលពេញមួយខែធ្វើការលើសំណើនេះឯងលោក Snow ពិតណាស់ប្រសិនបើអ្នកណាមានមតិផ្សេងសូមនិយាយដោយសេរីអ្នកស្រី Olson ស្ដាប់គាត់ដោយគ្មានសំណួរតើមានអ្នកណាហ៊ានជំទាស់ទេជែកមកពីនាយកដ្ឋានផែនការបាននិយាយឡើងកាលពីលើកមុនហើយគាត់ត្រូវបានបណ្តេញចេញនៅថ្ងៃបន្ទាប់មែនហើយលោកលេខអ្នកលេងហ្គេមពេញមួយពេលនេះតើអ្នកមិនពេញចិត្តនឹងសំណើរបស់ខ្ញុំទេដោយការរំពឹងទុកគាត់កំពុងរករឿងទេគឺអ្នកមិនបានស្ដាប់អាយ៉ងនេះមិនមែនជាកន្លែងលេងហ្គេមទេខ្ញុំភ្លេចឯងអស់សង្ឃឹមហើយទោះបីឯងនេះក៏ដោយក៏ប្រហែលជាមិនយល់ដែរសួរឯងគឺឥតប្រយោជន៍បើសួរខ្ញុំអ្នកកំពុងចំណាយ$80 លានលើការផ្សាយដែលគ្មានប្រយោជន៍ប្រហែលជាបោះលុយចេញពីលើដំបូលទៅវិញល្អជាងជាមួយល្បិចបែបនេះវានឹងដំណើរការល្អជាងផែនការរបស់អ្នកទៅទៀតតើអ្នកនិយាយអីខ្ញុំកំពុងនិយាយថាសំណើរបស់អ្នកខុសទាំងស្រុងទី1វាមិនត្រូវនឹងក្រុមគោលដៅទេទី2អ្នកជ្រើសរើសវេទិកាខុសហើយចុងក្រោយការកណនីរយគឺខុសទាំងស្រុងការចាយលុយបែបនេះមិនខុសពីការបោះចោលវាទេតាមពិតវាអាក្រក់ជាងនេះទៅទៀតអ្នកកំពុងខ្ជះខ្ជាយធនធានរបស់ក្រុមហ៊ុនឯងធ្វើតែលេងហ្គេមពេញមួយថ្ងៃហ៊ានមកស៊ូការងារខ្ញុំទៀតចាប់ពីពេលនេះទៅអ្នកត្រូវបានបណ្តេញចេញទៅប៉ាអ្នកបាននឿគាត់ហើយគាត់ថាឲ្យខ្ញុំចេញយល់ហើយអីទៀតឯងត្រូវតែឲ្យតាចាស់អនុញ្ញាតឲ្យខ្ញុំចេញប៉ាទៅតាចាស់រៀបការតាមបង្គាប់ម្យ៉ាងទៀតខ្ញុំមិនទាំងស្គាល់ Winona ផង
គ្មានអ្វីរវាងយើងទេរៀបការមិនរួចទេប្រធានក្រុមហ៊ុនលេខខូបអាចកើតឡើងតាមពេលវេលាអ្នកមិនដែលជួបនាងពីមុនទេប៉ុន្តែវាមិនយឺតពេលទេក្នុងការជួបនាងឥឡូវនេះខ្ញុំបាននិយាយជាមួយលោកអូសិនចាស់រួចហើយអ្នកនឹងធ្វើការនៅក្រុមហ៊ុនអូសិនខូបហើយរាប់អានជាមួយវិនណាខ្ញុំមិនទៅទេតាចាស់ខ្ញុំអាចសម្រេចចិត្តដោយខ្លួនឯងបានខ្ញុំមានគម្រោងល្មមហើយតែឥឡូវនេះខ្ញុំមិនទៅទេតើអ្នកទៅរត់ពេទ្យខ្ញុំចាក់ចេញហើយខ្ញុំជប់ព្យាបាលហើយចៃរបស់ខ្ញុំមិនខ្វល់ពីខ្ញុំទេរស់នៅបែបណាទៅខ្ញុំទ្រាំមិនបានហើយទុកឲ្យខ្ញុំទៅផ្ទះអីយ៉ាចាំខ្ញុំនឹងទៅខ្ញុំទៅហើយអូខេប្រញាប់ឡើងឥឡូវនេះអូខេគ្រាន់តែនៅស្ងៀមខ្ញុំនឹងទៅឥឡូវនេះចាំទេគ្រូសាអូសិនកំពុងមានបញ្ហាយើងត្រូវជួយពួកគេយល់ទេបាទយល់ហើយខ្ញុំយល់ហើយខ្ញុំនឹងជួយពួកគេខ្ញុំនឹងរៀបចំអូខេតាចាស់ប៉ុន្មានខែចុងក្រោយនេះខ្ញុំបានធ្វើតាមការណែនាំរបស់លោកតាហើយដើរក្រោយឆាកក្រុមហ៊ុនអូសិនខូបដែលធ្លាប់ជិតខ្សែបានដំឡើងភាគហ៊ុនអ៊ីផូដោយជោគជ័យវិនណាបានក្រោកឡើងហើយក្លាយជាតារាស្មីក្នុងពិភពជំនួញរបស់ Houghton ជាអកុសល Merlin ជាមនុស្សពូកែនិយាយហើយមានល្បិចកលសូមឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញអ្នកបានសួរយោបល់របស់ខ្ញុំហើយឥឡូវនេះអ្នកមិនអាចទទួលយកវាបានទេអ្នកមែនទេឡានខ្ញុំនិយាយម្ដងទៀតអ្នកត្រូវបានបណ្តេញចេញទៅឥឡូវនេះខ្ញុំនឹងចាក់ចេញពេលដែលជីតាយល់ព្រមខ្ញុំចង់ឲ្យអ្នកចេញឥឡូវនេះបើមិនដូច្នោះទេខ្ញុំនឹងឲ្យសន្តិសុខតាមចិត្តអ្នកឡានអ្នកនៅឯក្រុមហ៊ុនអូសិនមិនមែនផ្ទះរបស់អ្នកទេតើជីតាអ្នកពាក់ព័ន្ធអ្វីដែរខ្ញុំសូមឲ្យអ្នកចាក់ចេញឥឡូវនេះកុំរំខានការប្រជុំអ្នកស្រីអូសិនតើអ្នកប្រកាសទេថាអ្នកចង់ឲ្យខ្ញុំចាក់ចេញខ្ញុំមិនចង់និយាយម្ដងទៀតទេសូមប្រព្រឹត្តឲ្យបានល្អហើយកុំបង្កើតរឿងអ្នកស្រីអូសិនកុំធុញទ្រាន់និយាយជាមួយគាត់កុំសាកសំណាងឡានអ្នកគិតថាអ្នកអាចដើរក្រអឺតក្រទុំនៅទីនេះបានទេដោយសារតែអ្នកភ្ជាប់ពាក្យជាមួយអ្នកស្រីអូសិនតើអ្នកគិតថាអ្នកជាអ្វីអ្នកចាញ់អ្នកស្រីអូសិនបាននិយាយរួចហើយហេតុអ្វីបានជាអ្នកនៅទីនេះចេញទៅឥឡូវនេះបើមិនដូច្នោះទេអីឡានហ៊ានបំបែកនាឡិការបស់ខ្ញុំតើអ្នកដឹងទេថាវាមានតម្លៃប៉ុន្មាន$80,000អ្នកគឺជាអ្នកដួលកុំបន្ទោសខ្ញុំឡានអ្នកបានទៅឆ្ងាយពេកហើយអ្នកបានរំខានការប្រជុំហើយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុនអូសុនខ្ញុំកំពុងជូនដំណឹងអ្នកត្រូវបានបញ្ចប់ការងារខ្ចប់របស់អ្នកហើយចាក់ចេញភ្លាមអ្នកស្រីអូសុនគាត់បានបំបែកនាឡិការបស់ខ្ញុំវាជាអំណោយខួបកំណើតរបស់អ្នកដល់ខ្ញុំគាត់ត្រូវតែបង់ប្រាក់ឡានមួយណាក៏អ្នកបងសម្រាប់នាឡិការបស់ខ្ញុំថ្ងៃនេះគឺខ្ញុំនឹងធ្វើឲ្យអ្នកទៅគុកពិតណាស់ខ្ញុំនឹងបង$80,000មែនទេ$80,000ខ្ញុំចង់បាន$8 លានស្រមៃទៅនាឡិកានេះគឺជាអំណោយខួបកំណើតពីអ្នកស្រីអូសុនវាពិតជាគ្មានតម្លៃ$8 លានគឺត្រូវបានចាត់ទុកជាការមេត្តាប្រសិនបើអ្នកមានបញ្ហាចូលឲ្យអ្នកដទៃវិនិច្ឆ័យមែនអ្នកមិនអាចដាក់តម្លៃលើអំណោយពីអ្នកស្រីអូសុនលោកលេខគ្រាន់តែដោះស្រាយវាប្រសិនបើអ្នកបំបែកវាអ្នកត្រូវបង់នោះជារបៀបដែលវាដំណើរការប៉ុន្តែជាមួយប្រាក់ខែរបស់គាត់វានឹងចំណាយពេលច្រើនឆ្នាំសម្រាប់គាត់ដើម្បីសងតើអ្នកកំពុងរងចាំអ្វីបង់ប្រាក់ប៉ុន្តែពិតណាស់ប្រសិនបើអ្នកមិនអាចបង់អ្នកអាចលុតជង្គង់ហើយសុំទោសខ្ញុំអាចបន្ធូរបន្ថយដូចម្ដេចបើគាត់ជាគូដណ្ដឹងរបស់អ្នកស្រីអូសុននាងនឹងមិនអន្តរាគមទេ
មនុស្សល្ងីល្ងើគួរឲ្យអាណិត8លានដុល្លារនោះហើយមែនទេតើអ្នកមានន័យអ្វីបញ្ជូន8លានដុល្លារជាសាច់ប្រាក់ទៅបន្ទប់ប្រជុំរបស់ក្រុមហ៊ុនអូសុនប្រញាប់ខ្ញុំចង់បានវាឥឡូវនេះឡានឯងជាអ្នកចាញ់ឯងចង់បញ្ឆោតអ្នកណាឯងរំពឹងថាប្រាក់8លានដុល្លារនឹងលេចចេញមកដូចនេះឯងគិតថាឯងជាអ្នកណាឯងគ្រាន់តែធ្វើពុតពិតប្រាកដធ្ងន់ធ្ងរគ្រប់គ្រាន់ហើយឡាននេះជាការព្រមានចុងក្រោយរបស់អ្នកចេញទៅឥឡូវនេះអ្នកមិនចាំបាច់បង់លុយនាឡិកាទេប៉ុន្តែការភ្ជាប់ពាក់ព័ន្ធរបស់យើងត្រូវបានលុបចោលចាប់ពីពេលនេះទៅយើងចប់ហើយអ្នកប្រកាសទេឡានអ្នកស្រីអូសុនបាននិយាយថាការភ្ជាប់ពាក់ព័ន្ធត្រូវបានលុបចោលហេតុអីឯងនៅទីនេះចេញទៅគឺឯងរុញខ្ញុំឯងស្លាប់ហើយថ្ងៃនេះខ្ញុំនឹងធ្វើឲ្យឯងស្ដាយក្រោយឈប់គឺជាប្រធានធនាគារហៅធនលោកហៅគាត់ជាអ្នកជំនាញហិរញ្ញវត្ថុកម្ពុជារបស់ហៅធនតើគាត់ធ្វើអ្វីនៅទីនេះខ្ញុំមិនដឹងទេគាត់មកទីនេះដើម្បីប្រាក់កម្ចី200លានដុល្លាររបស់ក្រុមហ៊ុនអូសិនមិនអាចទេចំនួននេះមិនសមនឹងការយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់លោកហៅទេលោកលេខនេះជាប្រាក់8លានដុល្លារបើកមើលអីលោកហៅមកដោយខ្លួនឯងដើម្បីប្រគល់លុយឲ្យឡានមិនអាចទៅរួចទេភ្លេចអ្នកស្រីអូសិនសូម្បីតែលោកអូសិនចាស់ក៏មិនទទួលបានការព្យាបាលបែបនេះដែរតើមនុស្សបែបណាគឺឡានអរគុណលោកហៅលោកមិនគួរមកទេមកឆ្ងាយដល់ទីនេះសម្រាប់រឿងតូចតាចបែបនេះនាងនិយាយត្រូវដារបស់ខ្ញុំបាននិយាយពីលោកគាត់ចង់អញ្ជើញលោកមកញ៉ាំបាយលោកលេខប្រសិនលោកត្រូវការអ្វីសូមប្រាប់ខ្ញុំលោកអាចចាក់ចេញបានអូខេតើលោកត្រូវការលើកកៅអីនៅក្នុងការប្រជុំរញ៉េញ៉ៃណាស់ក្រុមហ៊ុននេះមិនមានសណ្ដាប់ធ្នាប់ទេសូមផ្អាកប្រាក់កម្ចី200លានដុល្លារយើងត្រូវពិនិត្យឡើងវិញយល់ហើយលោកហៅផែនការទីផ្សារប្រាក់80លានដុល្លាររបស់លោក Snow ពឹងផ្អែកទាំងស្រុងលើប្រាក់កម្ចីនេះបើគ្មានលុយតើគាត់អាចធ្វើអ្វីបានខ្ញុំមិនដឹងទេខ្ញុំថាវាខូចហើយអៀនវាជាកំហុសរបស់អ្នកទៅរកលោកហៅឲ្យអនុម័តប្រាក់កម្ចីម្ដងទៀតបើមិនដូច្នោះទេអ្នកបានធ្វើឲ្យលោកហៅអាអន់តើនោះជាបញ្ហារបស់ខ្ញុំយ៉ាងណាលើសពីនេះទៅទៀតនេះជាប្រាក់8លានដុល្លាររាល់កាក់ទាំងអស់មានកណេអ្នកឥឡូវខ្ញុំកំពុងយកនាឡិការបស់អ្នកអូខេសន្តិសុខយកលុយនេះខ្ញុំបានចំណាយសម្រាប់នាឡិកាអ្នកឥឡូវយើងនិយាយពីទូរស័ព្ទរបស់ខ្ញុំតើតម្លៃប៉ុន្មានទូរស័ព្ទខូចមួយបាតវាមិនច្រើនទេវាគ្រាន់តែ100លានដុល្លារ100លានដុល្លារទៀនអ្នកឈួតហើយអ្នកឈួតមែនលោកលេខមានបញ្ហាអីនៅក្បាលអ្នក100លានដុល្លារតើអ្នកប្រកាសថាទូរស័ព្ទអ្នកថ្លៃប៉ុណ្ណឹងលោកលេខច្បាប់ថាអ្នកត្រូវបង់ថ្លៃអ្វីដែលអ្នកខូចនោះជាការបន្លំវាខុសច្បាប់អញ្ចឹងគាត់បន្លំខ្ញុំ8លានដុល្លារវាត្រឹមត្រូវហើយឬឯងអូមើលអ្នកណាហ៊ាននិយាយហើយព្យាយាមលើកសរសើរគេឥឡូវឈប់អ៊ីឯនឯងមិនធន់ទេការអួតខ្លួនរាល់ថ្ងៃឯងសុំ100លានដុល្លារសម្រាប់ Starphone ខូចនោះមិនជឿ Starphone ធម្មតាមិនថ្លៃប៉ុណ្ណឹងទេរបស់ខ្ញុំជាករណីពិសេសអីទោះបីវាធ្វើពីមាសក៏នៅតែមិនថ្លៃប៉ុណ្ណឹងដែរខ្ញុំស្នើឲ្យអ្នកចាក់ចេញឥឡូវបើមិនអញ្ចឹងលោក Eggman នោះជាអនុប្រធានជាន់ខ្ពស់របស់ Starphone លោក Eggman ជាធម្មតាអ្នកឃើញតែអ្នកមានឥទ្ធិពលដូចនេះនៅលើទូរទស្សន៍គាត់មកធ្វើអីនៅ Ozone Car ប្រហែលជាតាក់ទងនឹងភាពជាដៃគូ500លានដុល្លារជាមួយ Ozone Car 500លានដុល្លារនោះធំសម្រាប់ Ozone Car ប៉ុន្តែមិនសំខាន់សម្រាប់ Starphone ហេតុអីលោក Eggman មកផ្ទាល់
សួស្តីលោក X-Man ខ្ញុំវីណូណាជានាយកប្រតិបត្តិនៃអូសុនខខ្ញុំមិនបានត្រៀមខ្លួនសម្រាប់ការមកលេងរបស់លោកទេនេះនិយាយពី លោកលេខយើងបានរកឃើញការប៉ះទង្គិចមិនធម្មតាលើទូរស័ព្ទរបស់អ្នកបណ្ដាលឲ្យមានការជូនដំណឹងយើងមកដើម្បីប្រាកដថាអ្នកមានសុវត្ថិភាពលោក X-Man មកទីនេះសម្រាប់ EN ដែរវ៉យទូរស័ព្ទនេះថែមទាំងមានការជូនដំណឹងសន្តិសុខហើយលោក X-Man មកជាមួយក្រុមជួយសង្គ្រោះនោះមិនគួរឲ្យជឿលោកលេខអ្នកមានបញ្ហាទេខ្ញុំសុខសប្បាយទេគ្រាន់តែទូរស័ព្ទខ្ញុំធ្លាក់ការខូចខាតធ្ងន់ធ្ងរការជួសជុលនឹងគ្រឿងបន្លាស់និងចំណាយយ៉ាងហោចណាស់$70 លាន$70 លានមិនការជួសជុលទូរស័ព្ទអាចថ្លៃប៉ុណ្ណឹងអ្នកកំពុងសួរចម្ងល់ខ្ញុំមើលឲ្យច្បាស់នេះជា model កំណត់ចំនួនសកលជាមួយនឹងបន្ទះជីបទំនើបបំផុតរបស់ Starphone និងបច្ចេកវិទ្យាសន្តិសុខយ៉ាងហោចណាស់5ជំនាន់មុនទូរស័ព្ទទង់ជាតិបច្ចុប្បន្នវាថ្លៃហើយនៅជាការពិសោធន៍ដូច្នេះវាផ្ដាច់មុខតម្លៃបច្ចុប្បន្នគឺមិនតិចជាង$100 លានទេ$100 លាននេះជារបាយការណ៍វិតម្លៃនិងកិច្ចសន្យាលក់មើលដោយខ្លួនឯង$100 លានតើទូរស័ព្ទអាចមានតម្លៃ$100 លានយ៉ាងម៉េចឡានតើអ្នកពិតជានរណាអ្នកមិនសមនឹងដឹងទេលោក Snow តោះផ្ដោតលើសំណរខ្ញុំមិនជឿទេគ្មានផ្លូវទេដែលទូរស័ព្ទមានតម្លៃ$100 លាននេះប្រកាសជាការរៀបចំផែនការហើយវាជាការបោកប្រាស់អ្នកគិតអ្នកដែលមានឋានៈដូចខ្ញុំនឹងបោកប្រាស់អ្នកកុំបំផុតខ្លួនពេកអ្នកស្រី Olsen ដូច្នេះនេះជាបុគ្គលិករបស់ Olsen Corp ជាមួយបុគ្គលិកបែបនេះខ្ញុំសង្ស័យយ៉ាងខ្លាំងស្តង់ដារក្រុមហ៊ុនរបស់អ្នកខ្ញុំគិតថាយើងគួរតែលុបចោលកិច្ចសហការរបស់យើងអ្វីលោក X-Man លោក Snow ទៅតែនិយាយដោយអារម្មណ៍គាត់មិនមានចិត្តណាទេតោះដោះស្រាយសំណងទូរស័ព្ទជាមុនសិនបើអ្នកមិនយល់ព្រមនឹងសំណងនេះអ្នកអាចប្តឹងទៅតុលាការបានយើងមានមេធាវី865នាក់នៅរងចាំត្រៀមខ្លួនដោះស្រាយបញ្ហានេះក្រុមច្បាប់របស់ Starphone គ្មានគូប្រជែងនៅក្នុងតុលាការទេភ្លេចលោក Snow ទៅសូម្បីតែក្រុមហ៊ុន Ocean Corp ទាំងមូលក៏មិនសមនឹងការយកចិត្តទុកដាក់របស់ពួកគេដែរគាត់មានបញ្ហាហើយឥឡូវនេះអ្នកស្រី Olsen ជួយខ្ញុំផងលោក X-Man យើងនឹងគ្រប់ដណ្ដប់ថ្លៃក្នុងនាមលោក Snow តើនេះអាចទទួលយកបានទេខ្ញុំគ្រាន់តែផ្ដល់ឯកសារជាភស្តុតាងព័ត៌មានលម្អិតអំពីការទូទាត់គួរតែត្រូវបានដោះស្រាយជាមួយម្ចាស់អ្នកមានពេល3ថ្ងៃដើម្បីដោះស្រាយសំណងអូខេលោកលេខដោយសារវាត្រូវបានដោះស្រាយខ្ញុំសូមអនុញ្ញាតចាក់ចេញលោក X-Man អំពីកិច្ចសហការរបស់យើងរៀបចំក្រុមរបស់អ្នកឲ្យមានសណ្ដាប់ធ្នាប់មុនពេលយើងនិយាយពីរឿងនោះ Starphone មិនដោះស្រាយជាមួយអ្នកស្ម័គ្រចិត្តជម្រាបលាលោក X អ្នកកំពុងគ្រប់ដណ្ដប់$100 លានសម្រាប់លោក Snow ដូចនេះទេអ្នកពិតជាយកចិត្តទុកដាក់គាត់ណាស់ប៉ុន្តែតើឪពុកនិងដារបស់អ្នកយល់ព្រមទេនៅស្ងៀមមិនថាគេយល់ព្រមឬមិនយល់ព្រមមិនមែនជារឿងរបស់អ្នកទេនោះមិនមែនជារឿងរបស់អ្នកទេគាត់និយាយត្រូវខ្ញុំសន្យាការទូទាត់នឹងមកដល់អ្នកក្នុងរយៈពេល3ថ្ងៃប៉ុន្តែមានលក្ខខណ្ឌមួយអ្នកនិងខ្ញុំត្រូវលុបចោលការភ្ជាប់ពាក្យចាក់ចេញឥឡូវនេះអ្នកទេអ្នកចាញ់ទៅឆ្ងាយឥឡូវនេះទៅឆ្ងាយអ្នកបាត់ប្រាក់កម្ចី$200 លាននិងកិច្ចព្រមព្រៀង$500 លានតើអ្នកណាដែលគួរតែចាក់ចេញមើលទៅដូចជាខ្ញុំនឹងត្រូវការលោកអូសូនចាស់ដើម្បីដោះស្រាយរឿងនេះអ្នកកុំហ៊ានហៅគាត់
អ្នកចាញ់អ្នកជាអ្នកជញ្ជក់ឈាមស្ត្រីអ្នកណាជាអ្នកចាញ់នៅទីនេះ អ្នកគ្រប់គ្រាន់ឡានខ្ញុំមិនខ្វល់ថាអ្នកមានទំនាក់ទំនងអ្វីទេជាមួយលោកហៅឬលោកអេកមែនខ្ញុំជាអ្នកសម្រេចសើអូសុនខសន្តិសុខ បាទលោកស្រីអូសុន សូមឲ្យគាត់ចាក់ចេញ លោកលេខសូមគុំបង្ខំយើងខ្ញុំត្រូវបានបញ្ជូនមកទីនេះដោយលោកអូសុនចង់ឲ្យខ្ញុំចាក់ចេញបង្ខំខ្ញុំមើលអ្នកត្រូវបានបញ្ជូនដោយលោកអូសុនឡានអ្នកឈួតហើយឬអ្នកគិតថាអ្នកជាអ្នកណាហឺ ឡានខ្ញុំទ្រាំនឹងអ្នកយូរហើយបើអ្នកមិនឈប់ទេអ្នកនឹងធ្វើឲ្យខ្ញុំស្អប់អ្នកចាប់គាត់ មើលទៅដូចជាមិនចាំបាច់ហៅទេឈប់និយាយច្រើនចាប់គាត់ហើយបោះចេញអ្នកកំពុងធ្វើអ្វីឈប់នេះភ្លាមជំរាបសួរលោកអូសុន ប៉ាលោកតាឪពុករបស់វីណូណា ខ្ញុំសូមទោសលោកលេខខ្ញុំដឹងពីស្ថានភាពហើយវាជាកំហុសរបស់វីណូណានាងមិនដឹងអ្វីល្អជាងនេះទេខ្ញុំសូមទោសជំនួសនាងអ្នករងទុក្ខគ្រប់គ្រាន់ហើយលោកអូសុនបានសូមទោសឡានដោយផ្ទាល់តើអាចទៅរួចយ៉ាងដូចម្ដេចអ្វី លោកតាអ្នកកំពុងធ្វើអ្វី លោកអូសុនស៊ីនគាត់គ្រាន់តែជាអ្នកចាញ់តែលេងតែល្បែងតើអ្នកអាចស្ញាក់តើអ្នកហ៊ានមើងងាយលោកលេខលោកស្រីអូសុនអ្នកជាមនុស្សទន់ខ្សោយដែលពឹងផ្អែកលើស្ត្រីសម្រាប់ការគ្រប់គ្រងអ្នកណាជាអ្នកចាញ់ឥឡូវ ប៉ាទោះបីជាឡានមានឋានៈខ្លះក៏ដោយការវីណូណាម្នាក់គឺមិនសមរម្យ នោះហើយជាការស្រាលសម្រាប់គាត់វេណូណាតើអ្នកដឹងទេថាឡានជានរណាយើងដឹងថាអ្នកមានមោទនភាពហើយមិនចង់ដាក់សម្ពាធលើអ្នកដូច្នេះយើងក្រងដើម្បីប្រាប់អ្នកពីការពិតបន្ទាប់ពីការភ្ជាប់ពាក្យយើងមិនដែលគិតថាអ្នកនឹងវេណូណាតើអ្នកកំពុងគិតអ្វីលោកលេខគឺលោកអូសិនសឺនោះមិនចាំបាច់ទេទំនាក់ទំនងដោយបង្ខំមិនដែលដំណើរការទេសូមលុបចោលការភ្ជាប់ពាក្យចាំលោកលេខវាជាកំហុសរបស់យើងទាំងអស់សូមផ្ដល់ឲ្យយើងឱកាសមួយទៀតដើម្បីកែប្រែវេណូណាប្រញាប់ឡើងហើយសុំទោសឥឡូវនេះ គ្មានផ្លូវទេឡានខ្ញុំមិនខ្វល់ថាអ្នកជានរណាទេសម្រាប់ខ្ញុំអ្នកគ្រាន់តែជាក្មេងខូចដែលជាប់នឹងលបែងរបស់គាត់ខ្ញុំនឹងមិនដែលអន់ចំពោះនរណាម្នាក់ដូចអ្នកឡើយខ្ញុំនឹងមិនសុំទោសទេ វេណូណាគ្រប់គ្រាន់ហើយលោកលេខសូមស្ដាប់ខ្ញុំចុះវេណូណាមិនបានដឹងពីអ្វីដែលល្អជាងនេះទេខ្ញុំនឹងសុំទោសជំនួសនាងបំភ្លេចចោលទៅខ្ញុំមិនដែលត្រូវបានគេបង្អាប់បង្អោនដូចនេះក្នុងជីវិតរបស់ខ្ញុំដោយសារលោកស្រីអូសិនមិនព្រមសុំទោសខ្ញុំនឹងដោះស្រាយតាមវិធីរបស់ខ្ញុំចាប់ផ្ដើមលោកលេខតើអ្នកកំពុងធ្វើអ្វីលឿនមើលអូព្រះជាម្ចាស់វានៅតែធ្លាក់ចុះប្រសិនបើវាធ្លាក់ថែមទៀតតើយើងនិយាយអ្វីទៅកាន់ម្ចាស់ភាគហ៊ុនតើឡានពិតជានៅពីក្រោយរឿងនេះតើនេះអាចកើតឡើងដោយរបៀបណាឡានតើអ្នកជានរណាពិតប្រាកដ ខ្ញុំមិនខ្វល់ថាអ្នកជានរណាទេខ្ញុំនឹងមិនចោះចាញ់ដល់អ្នកឡើយ ហឹម ធ្វើអ្វីក៏ដោយត្រូវធ្វើដើម្បីធ្វើឲ្យភាគហ៊ុនមានស្ថិរភាព លោកស្រីអូសុនពួកគេខ្លាំងជាងយើងខាងហិរញ្ញវត្ថុយើងគ្មានឱកាសទេប្រាក់ដែលយើងដាក់ដើម្បីធ្វើឲ្យភាគហ៊ុនមានស្ថិរភាពបានបាត់បង់ក្នុងរយៈពេលប៉ុន្មានវិនាទី អ្វី មិនអាចជឿបានតើមនុស្សចាញ់នេះអាចមានអំណាចបែបនេះដោយរបៀបណាមិនអាចទេខ្ញុំមិនទទួលយកទេទៅចុះសុំទោសលោកលេខតើអ្នកចង់ឲ្យក្រុមហ៊ុនអូសុនត្រូវវិនាសឬវីណូណាសុំទោសឥឡូវនេះ
អ្នកស្រីអូសិនអ្នកមិនអាចសុំទោសបានទេក្រុមហ៊ុនយើងមានតម្លៃរាប់ពាន់លានដុល្លារគ្មានផ្លូវទេដែលគាត់អាចទម្លាក់វាតែម្នាក់ឯងបើយើងរួចផុតពីរឿងនេះខ្ញុំស្បត់ថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យគាត់សោកខ្ញុំនឹងធ្វើឲ្យគាត់ស្ដាយក្រោយនៅស្ងៀមនេះជាកំហុសរបស់អ្នកទាំងអស់លើកជង្គង់ហើយសុំទោសលោកលេខ ប៉ាលោកស្នូគ្រាន់តែក្រោកឈរការពារខ្ញុំគាត់ជាមនុស្សតែម្នាក់ដែលយកចិត្តទុកដាក់ចំពោះខ្ញុំមិនអនុញ្ញាតឲ្យអ្នកប្រព្រឹត្តចំពោះគាត់បែបនេះទេ ទៅមកខាង ទេ វីណូណាតើអ្នកពិតជាចង់ធ្វើបាបលោកលេខដោយសារអ្នកបង្កបញ្ហានេះតើអ្នកដឹងទេថាលោកលេខជា ទោះគាត់ជានរណានេះមិនមែនជាវិធីដែលអ្នកគួរប្រព្រឹត្តចំពោះអ្នកដទៃទេអ៊ីអានខ្ញុំស្អប់មនុស្សតែសម្លុតអ្នកដទៃការធ្វើបែបនេះធ្វើឲ្យខ្ញុំមើលងាយអ្នកកាន់តែខ្លាំង វីណូណាគ្រប់គ្រាន់ហើយអ្នកស្រីអូសិនអ្នកស្អប់មនុស្សដែលសម្លុតអ្នកដទៃមែនទេគាត់ដឹងថាអ្នកនៅខាងគាត់បំផ្លាញផែនការមិនទទួលការរិះគន់កំពុកកាហ្វេលើខ្ញុំបំផ្លាញនាឡិកាតម្លៃ$80000ហើយចង់ឲ្យខ្ញុំបង់$8លានតើនោះមិនមែនជាការសម្លុតទេហាមអ្នកស្អប់មនុស្សដែលបៀតបៀនអ្នកដទៃកុំធ្វើជាអ្នកថ្លៃថ្នូរអ្នកគ្រាន់តែលំអៀងខ្ញុំនៅទីនេះបាន6ខែហើយខ្ញុំបានសុំអ្នកចេញទៅ37ដងអ្នកបដិសេធខ្ញុំរាល់ដងដោយនិយាយថាអ្នករវល់នឹងការងារប៉ុន្តែអ្នកនៅជាមួយគាត់មែនទេដូច្នេះអីខ្ញុំអាចណាត់ជួបអ្នកណាក៏បានការភ្ជាប់ពាក្យរបស់យើងត្រូវបានរៀបចំវាមិនមែនជាផ្លូវការទេគ្រប់គ្រាន់ហើយទេសូមឲ្យខ្ញុំបន្តលោកស្នៅឧស្សាហ៍ព្យាយាមនិងមានចិត្តខ្នះខ្នែងការលះបង់និងការខិតខំរបស់គាត់បានធ្វើឲ្យអ៊ីផូរបស់ Ocean Corp ទទួលបានជោគជ័យការឈរក្បែរគាត់គឺត្រឹមត្រូវតែប៉ុណ្ណឹងប្រសិនបើអ្នកមានត្រឹមតែផ្នែកមួយនៃជំនាញរបស់គាត់ខ្ញុំប្រហែលជាពិចារណាលើការផ្ដល់ជូនរបស់អ្នកប៉ុន្តែតើអ្នកមានទេគាត់បានដើរតួនាទីដ៏ធំមួយនៅក្នុងអេផូរបស់ Ocean Corp អីក៏គួរឲ្យអស់សំណើចអ្នកគ្រាន់តែគួរឲ្យអស់សំណើច6ខែកន្លងមកនេះតើអ្នកដឹងទេថាហេតុអ្វីបានជាសំណើរបស់អ្នកតែងតែត្រូវបានអនុម័តហេតុអ្វីបានជាគម្រោងដែលអ្នកជ្រើសរើសតែងតែត្រូវបានចុះហត្ថលេខាហេតុអ្វីបានជាប្រាក់កម្ចីរបស់អ្នកតែងតែទទួលបានការយល់ព្រមពិសេសនោះដោយសារតែលោកស្នៅពូកែពិសេសគាត់បានដកឧបសគ្គទាំងអស់សម្រាប់ខ្ញុំនោះមិនសមហេតុផលទេវាគឺជាលោកលេខតែបានជួយដោយសម្ងាត់ឲ្យ Ocean Corp ពេញមួយមិនអាចទៅរួចខ្ញុំមិនជឿទេមើលឲ្យច្បាស់ក្នុងរយៈពេល6ខែកន្លងមកខ្ញុំបានប្រើទំនាក់ទំនងអាជីវកម្ម47ដើម្បីត្រួសត្រាយផ្លូវឲ្យអ្នកធ្វើឲ្យ Ocean Corp ចេញជាសាធារណៈហើយប្រែក្លាយអ្នកទៅជាក្រុមហ៊ុនអាជីវកម្មដ៏មានឥទ្ធិពលអ្វីដែលគាត់ធ្វើគឺដើរដោយអំនួតហើយដណ្ដើមយកកិត្តិយសដូចជាមនុស្សឆោតល្ងងដូចជាមនុស្សល្ងីល្ងើអ្នកកំពុងកុហកលោកស្រីអូសិនគាត់កំពុងកុហកយ៉ាងច្បាស់ខ្ញុំជាហេតុផលតែក្រុមហ៊ុន Ocean Corp ឈានដល់កម្រិតនេះឈប់និយាយអ្នកល្ងីល្ងើដែលក្រអឺតជីតារបស់អ្នកបានយល់ព្រមអ្នកអាចត្រឡប់មកផ្ទះវិញឥឡូវនេះទីបំផុតខ្ញុំអាចទៅផ្ទះវិញបានអះអាងយកកិត្តិយសទាំងអស់មែនទេតើអ្នកមានសមត្ថភាពទេមិនអីទេលោកអូសិនជីតាខ្ញុំបាននិយាយថាខ្ញុំអាចទៅផ្ទះវិញបានការភ្ជាប់ពាក្យត្រូវបានលុបចោលជាផ្លូវការលោកលេខនេះគឺជាកំហុសរបស់យើងការភ្ជាប់ពាក្យជីតាឲ្យគាត់ទៅខ្ញុំមិនត្រូវការគូដណ្ដឹងតែគ្រាន់តែប្រើអំណាចគ្រួសាររបស់គាត់ដើម្បីសង្កត់សង្កិនអ្នកដទៃល្អទេភាគហ៊ុនរបស់ Ocean Corp ឥឡូវនេះបានត្រឡប់មកវិញទៅកម្រិតកាលពី6ខែមុនចាប់ពីពេលនេះទៅយើងស្មើគ្នាហើយគ្រប់គ្រាន់ហើយលោកលេខអូទេទំនិញស្តុកវេណូណាតើអ្នកឈួតហើយឬជីតាខ្ញុំដឹងច្បាស់នៅអ្វីដែលខ្ញុំកំពុងធ្វើកុំបារម្ភដោយគ្មានគាត់ខ្ញុំនឹងដឹកនាំ Ocean Corp ត្រឡប់ទៅកំពូលវិញលោកស្រីអូសិននិយាយត្រូវលោកអូសិនចាស់សូមទុកចិត្តខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីជួយលោកស្រីអូសិន
និងក្រុមហ៊ុន Ocean Corp អ្នកគ្មានតម្លៃខ្ញុំនឹងធ្វើឲ្យអ្នកសង្វិញអ្នកជាកូនឆ្កែខ្ញុំនឹងវាឯងអាភ្លើ គ្រប់គ្រាន់ហើយប៉ាតាខ្ញុំដឹងអ្នកមិនទុកចិត្តលោក Snow នាពេលនេះទេប៉ុន្តែសូមឲ្យគាត់មានឱកាសហើយគាត់នឹងបញ្ជាក់ថាអ្នកខុសខ្ញុំនឹងបង្ហាញអ្នកថាអ្វីដែលក្រុមហ៊ុន Ocean Corp សម្រេចបានក្នុងរយៈពេល6ខែចុងក្រោយនេះគឺដោយសារខ្ញុំអៀនគ្មានអ្វីពាក់ព័ន្ធទេចប់អ្នកស្រី Ocean ចាំមើលអញបិចវាចប់បែបនេះអ្នកស្រី Ocean កុំបារម្ភក្រុមហ៊ុន Ocean Corp រងការវាយប្រហារយ៉ាងខ្លាំងថ្ងៃនេះហើយភាគហ៊ុនក៏ធ្លាក់ចុះប៉ុន្តែពេលណាយើងទទួលបានគម្រោង Crescent Bay ពីក្រុមហ៊ុន Stone Corp យើងនឹងធ្វើឲ្យក្រុមហ៊ុននេះងើបឡើងវិញនោះនឹងបង្ហាញគ្រប់គ្នាថាអ្នកពិតជាអ្វីមើលចុះគម្រោង Crescent Bay តម្លៃ$30,000 លានគឺជាសម្បត្តិមាសពេលយើងទទួលបានវាអ្វីនឹងស្របគ្នាអ្នកបានបិទកិច្ចព្រមព្រៀងជាច្រើនជាមួយក្រុមហ៊ុន Stone Corp រួចហើយដូច្នេះអ្នកគួរតែគ្រប់គ្រងវាអ្នកអាចធ្វើបានទេកុំបារម្ភខ្ញុំជាមិត្តជិតស្និទ្ធជាមួយយ៉ាវដែលជាអនុប្រធានគម្រោងនៅក្រុមហ៊ុន Stone Corp ពេលខ្ញុំចូលរួមកិច្ចព្រមព្រៀងនឹងរួចរាល់រៀបចំកិច្ចសន្យា Crescent Bay ឲ្យរួចរាល់ដោយធម្មតាហុចវាទៅបុគ្គលិកពីក្រុមហ៊ុន Ocean Corp អ្នកស្រី Stone ខ្ញុំទើបតែWinonaបានដេញលោកលេខចេញពីក្រុមហ៊ុន Ocean Corp និងបានលុបចោលការរៀបអាពាហ៍ពិពាហ៍របស់ពួកគេអ្នកប្រកាសទេបាទជាក់ស្ដែង Winonaបានដេញលោកលេខចេញដើម្បីនៅជាមួយ Merlin នាងគិតថានាងឈានដល់កន្លែងនេះដោយសារ Merlin នាងជាមនុស្សងាយល្ងើអ្នកស្រី Stone តើយើងនៅតែឲ្យគម្រោង Crescent Bay ទៅក្រុមហ៊ុន Ocean Corp ឬក្រុមហ៊ុន Ocean Corp មិនគ្រប់គ្រាន់សម្រាប់ Crescent Bay ដោយគ្មានអៀនធ្វើការដេញថ្លៃសាធារណៈយល់ហើយខ្ញុំជំពាក់អ្នកមួយសម្រាប់រយៈពេល6ខែកន្លងមកនេះសម្រាប់អ្នកមិនអីទេលោក Cox ខ្ញុំពឹងផ្អែកលើអ្នកដើម្បីជំនះជាមួយគម្រោង Crescent Bay គ្មានបញ្ហាទេលោក Snow ទោះបីជាវាជាការដេញថ្លៃបើកចំហក៏ដោយប៉ុន្តែខ្ញុំនឹងធ្វើឲ្យប្រាកដថាអ្នកទទួលបានវាដូច្នេះគ្រាន់តែរងចាំកិច្ចសន្យាល្អណាស់អ្នកស្រី Stone តែងតែផ្ដល់ឲ្យ Ocean Corp គម្រោងណាដែលពួកគេចង់បានដូច្នេះយកលុយឥតគិតថ្លៃពីមនុស្សល្ងងនេះទៅសូមអរគុណលោក Cox ខ្ញុំនឹងផឹកមួយទៀតអ្នកជាជំនួយដ៏អស្ចារ្យលោកលេខខ្ញុំបានឮថា Winona បណ្ដេញអ្នកចេញធ្វើការយ៉ាងលំបាកអស់រយៈពេល6ខែដើម្បីក្លាយជាអ្នកចាញ់តើមានអារម្មណ៍យ៉ាងណាអ្នកមកទីនេះដើម្បីសើចដាក់ខ្ញុំទេពិតណាស់មិនមែនទេខ្ញុំមកទីនេះដើម្បីធ្វើសកម្មភាពរបស់ខ្ញុំដោយសារអ្នករួចរាល់ជាមួយ Ocean Corp ហេតុអ្វីបានជាអ្នកមិនឲ្យឱកាសខ្ញុំវិញយើងក៏ជាប់នឹងរៀបការតាមប្រពៃណីហើយល្អជាងរៀបការជាមួយខ្ញុំជាងជាមួយមនុស្សចម្លែកយើងធំឡើងជាមួយគ្នាហើយយើងស្មើគ្នាមានប្រវត្តិជាមិត្តរួមថ្នាក់អស់15ឆ្នាំខ្ញុំដឹងអ្វីទាំងអស់អំពីអ្នកអីក៏បានល្អណាស់អ្នកម្ដងទៀតឡានអ្នកចាក់ចេញពី Ocean Corp លឿនណាស់ទីអារម្មណ៍របស់អ្នកចំពោះអ្នកស្រី Ocean មិនសូវជ្រៅទេតើអ្នកចង់បានអ្វីនាងស្អាតជាង Winona ទៅទៀតតើមនុស្សចាញ់ដូចគាត់ទៅមានសំណាងជាមួយស្ត្រីយ៉ាងដូចម្ដេចលើសពីនេះទៀតរសជាតិរបស់អ្នកអាក្រក់ណាស់នាងមិនចិត្តកម្រិតរបស់អ្នកស្រី Ocean ទេមែនទេខ្ញុំបានឮថា Ocean Corp កំពុងដេញថ្លៃលើគម្រោង Crescent Bay របស់ Stone Corp អ្វីអ្នកក៏ដេញថ្លៃដែរអ៊ីអានខ្ញុំដឹងថាអ្នកមានទំនាក់ទំនងប៉ុន្តែអ្នកគ្រាន់តែជាអ្នកចាញ់ដែលពឹងលុយគ្រួសារខ្ញុំមានទេពកោសល្យពិតប្រាកដ
ហើយខ្ញុំនឹងយកគម្រោង Crescent Bay ឲ្យអ្នកស្រី Olsen អ្នកគ្មានឱកាសសំណាងល្អហេការរកលុយពីអ្នកមានគឺមិនអីទេតែត្រូវជ្រើសអ្នកឈ្នះពិតប្រាកដអ៊ីអាននឹងខ្ជះខ្ជាយលុយទាំងអស់នៅទីបំផុតហើយអ្នកនឹងបានអ្វីទាំងអស់ចេញទៅអ្នកឈប់ទៅលោកស្នៅមានអ្វីមួយអំពីស្រីនេះដែលមើលទៅស្គាល់មានតែស្រីដែលលោភលន់លុយទើបមើលអ៊ីអានពីរដងគ្មានវិធីដែលអ្នកស្គាល់នាងទេតោះញ៉ាំហើយបន្ទាប់មកពិភាក្សាយុទ្ធសាស្ត្រ Crescent Bay មើរលីនពិតជានិយាយថាខ្ញុំមិនស្មើនឹងវីណូណាខ្ញុំនឹងបញ្ជាក់ថាខ្ញុំល្អជាងអ្នកទាំងពីរប្រយ័ត្នពាក្យសម្ដីរបស់អ្នកយើងស្គាល់គ្នាតាំងពីកើតដូច្នេះហេតុអីខ្ញុំត្រូវធ្វើពុតនៅចំពោះមុខអ្នកបើទោះជាអ្នកចូលចិត្តបែបនោះខ្ញុំអាចធ្វើជាមនុស្សឆើតឆាយនិងមានសេចក្តីថ្លៃថ្នូរដែរអ្នកស្រី Stone ចូលគ្នាអរគុណអញ្ជើញទៅធ្វើការទៅអ៊ីអានអ្នកមកដើម្បីបំបាក់មុខខ្លួនឯងមែនទេលោក Cox មកពីក្រុមគម្រោងរបស់ Stone Cold បដិញ្ញាចិត្តឲ្យគម្រោងមកយើងអ្នកគ្មានឱកាសទេលោកស្រី Olsen លោកសូដូច្នេះគម្រោង Crescent Bay ជារបស់អ្នកហើយសូមអបអរសាទរលោកស្រី Olsen មានទេពកោសល្យជាមួយលោក Snow នៅក្នុងក្រុមអ្នកមិនអាចឈប់បានទេពេលដែលអ្នកជោគជ័យធំកុំភ្លេចឲ្យយើងខ្លះដែរពិតណាស់អរគុណអ្នកទាំងអស់គ្នាអ្នកឃើញទេអៀនអ្នករាល់គ្នាដឹងថាគម្រោង Crescent Bay ជារបស់យើងសូមធ្វើខ្លួនឯងជាការប្រយោជន៍ហើយចេញទៅមុនពេលអ្នកធ្វើឲ្យខ្លួនឯងអាម៉ាស់បន្ថែមទៀតមូលនិធិរបស់ក្រុមហ៊ុនលេខគឺរឹងមាំហើយបច្ចេកវិទ្យារបស់យើងគឺល្អបំផុតយើងនាំមុខក្រុមហ៊ុន Olsen ឆ្ងាយណាស់ដូច្នេះខ្ញុំចង់ដឹងណាស់តើអ្វីដែលធ្វើឲ្យ Yale Cox យល់ព្រមជាមួយអ្នកព្រោះលោក Snow មានទេពកោសល្យខ្លាំងខ្ញុំត្រូវតែទទួលការហៅនេះអៀនតើអ្នកនៅសម័យណាអ្នកមិនអាចគ្រាន់តែបោះលុយនិងបច្ចេកវិទ្យាទៅគ្រប់យ៉ាងហើយរំពឹងថានឹងឈ្នះនោះទេតើមានអ្វីទៀតតើអ្នកល្ងងឬគ្រាន់តែធ្វើពុតជាក់ស្ដែងវាអំពីលុយខ្ញុំបានដាក់ឲ្យលោក Cox $5 លានក្រោមតុតើអ្នកមានអ្វីស្មើនឹងនោះទេអូអ្នកបានសោក Yale មិនអាចទេគាត់មិនហ៊ានទទួលសំណូកទេគាត់មិនមានចិត្តក្លាហានយកសំណូកទេអ្នកគ្រាន់តែជាអ្នកស្វែងរកលុយប៉ុណ្ណោះអ្នកមិនដឹងពីរបៀបដែលហ្គេមដំណើរការទេតើអ្នកដឹងទេថាខ្ញុំតែងតែអាចទទួលបានគម្រោងរបស់ក្រុមហ៊ុន Stone Cold ខ្ញុំសុកលោក Cox រាល់ពេលយល់ទេមនុស្សល្ងេល្ងើមូលនិធិនិងបច្ចេកវិទ្យារបស់អ្នកគឺគ្មានតម្លៃទេយេលហ៊ានណាស់គាត់ត្រូវហើយតើអ្នកគិតថាអ្នកជានរណាតែនិយាយបែបនេះអ្នកមិនមែនជាប្រធានក្រុមហ៊ុន Stone Cold ទេតើទំនុកចិត្តនេះមកពីណាវាជាគោលនយោបាយប្រឆាំងសំណូករបស់ Stone Cold គោលនយោបាយប្រឆាំងសំណូកតើគោលនយោបាយនេះតាក់ទងនឹងអ្នកយ៉ាងដូចម្ដេចតើអ្នកកំពុងរៀបចំដើម្បីក្បត់លោក Cox អ្នកគ្មានភស្តុតាងទេគ្មាននរណាម្នាក់យកអ្នកស្វែងរកលុយធ្ងន់ធ្ងរទេឡានមិត្តស្រីរបស់អ្នកជាមនុស្សល្ងីល្ងើនាងគ្រាន់តែនិយាយរឿងមិនសមហេតុផលហឺត្រូវហើយយេហេប្រុសយូរហើយមិនបានជួបគ្នាលោក Cox នៅទីនេះអ្នកនៅតែចង់រីកាគាត់អ្នកជាប់ហើយលោក Cox សួស្ដីលោក Snow លោក Cox មាននារីម្នាក់នៅទីនោះនិយាយថានាងនឹងរីកាអ្នកទៅទីនោះហើយបង្រៀននាងមេរៀនមួយរីកាខ្ញុំនរណានាងហ៊ានយ៉ាងម៉េចនៅទីនោះហើយនាងនរណាតោះទៅ
លោកខកនាងកំពុងព្យាយាមរីកាអ្នកពីបទសូប៉ាន់គួរឲ្យអស់សំណើចណាស់មែនទេអ្វីអ្នកឈប់សាច់ម៉ែលីនឯងឈួតហើយឬឯងមិនអាចនិយាយហួសពេកបែបនោះទេហេលោកខកហេតុអីឯងភ័យនាងគ្រាន់តែជាអ្នករកទ្រព្យទោះបីនាងទៅស្ទូនខប់គ្មាននរណាយកនាងជាការទេស្ងប់ស្ងាត់ទៅបិទមាត់ឯងខ្ញុំមិនដែលយកលុយពីឯងទេបើឯងនិយាយទៀតខ្ញុំនឹងសម្លាប់ឯងលោកខកឯងមានន័យដូចម្ដេចអ្នកស្រីស្ទូនម៉ែលីនឈួតហើយនិយាយរឿងអេតណៃកុំស្ដាប់គាត់ខ្ញុំស្បោះថាខ្ញុំមិនដែលយកលុយពីគាត់ទេអីនាងជាប្រធានក្រុមហ៊ុន Stone Corp នាងជាប្រធានក្រុមហ៊ុន Stone Corp Lily Stone តើនាងអាចជាអ្នកស្រី Stone បានយ៉ាងដូចម្ដេចសួស្ដីលោកខកខ្ញុំឈ្មោះ Winona Olson អរគុណដែលបានផ្ដល់គម្រោងទៅ Olson Corp យើងមិនធ្វើឲ្យអ្នកខកចិត្តទេស្ញាក់តើខ្ញុំធ្លាប់យល់ព្រមផ្ដល់គម្រោងឲ្យអ្នកពេលណាអ្នកស្រី Stone មនុស្សទាំងនេះឈួតពួកគេកុហកកុំជឿរឿងនេះអ្នកស្រី Stone នាងជាអ្នកស្រី Stone ក្រុមហ៊ុន Olson Corp ត្រូវបានដកចេញពីគម្រោង Crescent Bay អ្នកទាំងអស់គ្នាអាចទៅបានលោកស្រី Stone សូមកុំខឹងលោក Snow មិនដឹងថាអ្នកជានរណាទេនោះហើយជាមូលហេតុដែលគាត់ប្រញាប់សន្និដ្ឋានអំពីអ្នកនឹងឡើងតើខ្ញុំអាចឲ្យគាត់សុំទោសដើម្បីធ្វើឲ្យរឿងនេះត្រឹមត្រូវបានទេគាត់គ្រាន់តែនិយាយត្រង់ប៉ុន្តែគាត់ពិតជាមានទេពកោសល្យទុកចិត្តពួកយើងជាមួយគម្រោងនេះហើយយើងនឹងមិនធ្វើឲ្យអ្នកខកចិត្តទេគាត់មានទេពកោសល្យតើអ្នកប្រកាសទេពិតប្រាកដណាស់ប្រសិនបើគាត់មិនល្អដល់កម្រិតនោះទេហេតុអ្វីបានជាលោកខកធ្លាប់ដល់គម្រោងជាច្រើនដល់គាត់អ្នកនឹងដឹងឆាប់នេះលោកស្នោតើលោកស្រី Stone មានន័យយ៉ាងណា Winona មិនត្រូវដឹងថាគម្រោងមុនរបស់ខ្ញុំទាំងអស់មកពីការសូកប៉ាន់អូនាងកំពុងអន់ចិត្តដោយសារខ្ញុំមិនគោរពនាងនាងកំពុងព្យាយាមសង្សឹកពួកយើងនឹងធ្វើឲ្យក្រុមហ៊ុន Olson Corp អាម៉ាស់លោកស្រី Olson តោះយើងទៅប្រសិនបើយើងបាត់បង់គម្រោងនេះ Olson Corp នឹងត្រូវបានបញ្ចប់ទោះបីជាលោកស្រី Stone ចង់សង្សឹកក៏ដោយយើងត្រូវតែផ្សះផ្សាជាមួយនាងយើងមិនអាចគ្រាន់តែចាក់ចេញពីពេលនេះទេខ្ញុំនឹងរកគម្រោងផ្សេងទៀតឲ្យអ្នកខ្ញុំសន្យាសូមតោះយើងចេញពីទីនេះទៅតើអ្នកមានរឿងអីថ្ងៃនេះអ្នកកំពុងធ្វើសកម្មភាពចម្លែកតើអ្នកកំពុងលាក់អ្វីពីខ្ញុំអ្នកគ្រាន់តែជាអ្នករកប្រាក់ពីប្តីប៉ុណ្ណោះអ្នកមិនដឹងពីរបៀបដែលល្បែងនេះដំណើរការទេតើអ្នកដឹងទេថាខ្ញុំតែងតែអាចទទួលបានគម្រោងរបស់ Stone Corp បានយ៉ាងដូចម្ដេចខ្ញុំសូកប៉ាន់លោកខកក្រពេលយល់ទេល្ងីល្ងើថាវិការនិងបច្ចេកវិទ្យារបស់អ្នកគ្មានតម្លៃទេអ្វីនាងបានថតរឿងទាំងមូលគាត់មិនមានចិត្តក្លាហានគ្រប់គ្រាន់ដើម្បីទទួលសំណូកទេតើអ្នកណាទៅសូកលោកខកដើម្បីយកកិច្ចសន្យានោះគឺ Merlin Snow ជាជំនួយការរបស់អ្នកស្រី Olson មកពីក្រុមហ៊ុន Olson Corp នោះហើយជាមូលហេតុដែរគម្រោងល្អបំផុតរបស់ Stone Corp បានទៅ Olson Corp ក្នុងរយៈពេល6ខែចុងក្រោយដូច្នេះវាគ្រាន់តែជាការសូកប៉ាន់ពេញមួយរយៈនេះមិនមែនជាការពិតទេកុំទៅជឿវាបិទវាឥឡូវនេះបញ្ឈប់គាត់ Merlin អញហ៊ានធ្វើបែបនេះនៅក្រោយខ្ញុំទេនេះហើយជាអ្វីដែលអញហៅថាទេពកោសល្យនិងសមត្ថភាពអ្នកស្រី Olson ខ្ញុំអាចពន្យល់បានយេវមានក្លាហានណាស់គាត់អស់ហើយឯងគិតថាឯងជាអ្នកណានិយាយបែបនេះឯងមិនមែនជាប្រធានរបស់ Stone Corp ទំនុកចិត្តនេះមកពីណានេះជាគោលនយោបាយប្រឆាំងការសូកប៉ាន់របស់ Stone Corp គោលនយោបាយប្រឆាំងការសូកប៉ាន់តើវាពាក់ព័ន្ធអ្វីនឹងឯងមានគម្រោងប្តឹងលោកខកឯងគ្មានភស្តុតាងទេគ្មានអ្នកណាយកចិត្តទុកដាក់លើមនុស្សស្រីដែលចង់បានតែលុយទេឡែនមិត្តស្រីរបស់ឯងជាមនុស្សឆោតនាងគ្រាន់តែនិយាយរឿងឥតប្រយោជន៍អ្នកស្រី Stone បិទវាខ្ញុំអង្វរែងសូមបិទវាគាត់សូកលោកកុកហើយមានមុខមកជាលោកស្រី Stone ល្ងីល្ងើណាស់លើសពីនេះទៀតគាត់លេចរឿងនៅចំពោះមុខលោកស្រី Stone តែម្ដងឆោតណាស់ Winona ក៏ឆោតដូចគ្នាដែរដែលរក្សាគាត់ជាជំនួយការរបស់នាង Merlin ខ្ញុំពិតជាខកចិត្តនឹងអ្នកណាស់ខ្ញុំគ្រាន់តែខ្វល់ពីអ្នកនឹងក្រុមហ៊ុន Olson ពេកទេដូច្នេះខ្ញុំគ្រប់គ្នាអ្នកទាំងអស់គ្នាបានឃើញអ្វីដែលបានកើតឡើងហើយខ្ញុំសូមប្រកាសថាយើគុកត្រូវបានបណ្ដេញចេញហើយ
អារៈ ក្រុមហ៊ុនអូសុនត្រូវចាក់ចេញពីគម្រោង Crescent Bay ហើយរាល់កិច្ចសន្យាដែលយើងមានជាមួយពួកគេត្រូវបានលុបចោលទាំងអស់ត្រឡប់ទៅការដេញថ្លៃចំហវិញល្អណាស់លោកស្រី Stone អ្នកមិនអាចធ្វើបែបនេះបានទេគម្រោងទាំងនោះមានសារៈសំខាន់ណាស់ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនអូសុនហើយការងាររាប់ពាន់មុខអាស្រ័យលើវាអ្នកតើនេះជាកំហុសរបស់អ្នកណារបស់អ្នកដែលមានការវិនិច្ឆ័យអាក្រក់ហើយជួលអ្នកអាក្រក់នេះលោកស្រី Stone ពេញទៅដោយទេពកោសល្យគូតខ្ញុំអ្នក ខ្ញុំត្រូវតែទទួលបានការអភ័យទោសពីលោកស្រី Stone ហើយយកគម្រោងទាំងនោះមកវិញបើមិនដូច្នេះទេក្រុមហ៊ុនអូសុននឹងត្រូវបញ្ចប់លោកស្រី Stone សូមអនុញ្ញាតឲ្យខ្ញុំពន្យល់លោកស្រី Stone លោកស្រីអូសុនលោក Lake ថ្ងៃនេះខ្ញុំបានធ្វើយុទ្ធធម៌សម្រាប់លោកទិញអាហារពេលល្ងាចឲ្យខ្ញុំនេះមិនមែនជាការសុំច្រើនពេកទេមែនទេយល់ព្រមជ្រើសកន្លែងណាក៏បានតាមចិត្តខ្ញុំចេញថ្លៃលោក Lake កំពុងមានចិត្តទូលាយតោះទៅរកអាហារឥតគិតថ្លៃពីអ្នកមាននោះអ្នកស្រី Stone អ្នកស្រី Stone លោក Snow បានប្រព្រឹត្តខុសពីហេតុការណ៍ហើយខ្ញុំចង់សុំទោសចំពោះរឿងនោះសូមផ្ដល់ឱកាសមួយទៀតដល់ពួកយើងខ្ញុំសន្យាយើងនឹងបញ្ចប់អ្វីទាំងអស់ដោយគ្មានកំហុសអ្នកនឹងទទួលបានតែភាពល្អឥតខ្ចោះប៉ុណ្ណោះភាពល្អឥតខ្ចោះជាមួយអ្វីជំនួយការដែលគ្មានតម្លៃរបស់អ្នកស្រី Stone លោក Snow បានធ្វើខុសប៉ុន្តែគាត់ពិតជាមានទេពកោសល្យគាត់កំពុងគ្រប់គ្រងគម្រោងទាំងអស់របស់ក្រុមហ៊ុន Ocean Corp អស់រយៈពេល6ខែហើយអ្វីទាំងអស់គឺគ្មានកំហុសសូមឲ្យគាត់សាកល្បងម្ដងហើយខ្ញុំស្ពតគាត់នឹងធ្វើឲ្យអ្នកផ្លាស់ប្ដូរគំនិតអំពីគាត់គ្រប់គ្រងគម្រោងដោយគ្មានកំហុស Winona គាត់ជាមនុស្សល្ងីល្ងើហើយអ្នកក៏ដូចគ្នាដែរអ្នកស្រី Stone នោះវាតឹងរឹងពេកហើយខ្ញុំដឹងអ្នកនឹងឡានមានប្រវត្តិជាមួយគ្នាហើយអ្នកចង់ការពារគាត់ប៉ុន្តែអ្នកកំពុងធ្វើខុសខើតើអ្នកគិតថាខ្ញុំឈប់ធ្វើកិច្ចព្រមព្រៀងដោយសារតែការសូកប៉ាន់របស់ Merlin មិនមែនទេពិតណាស់មិនមែនទេ6ខែកន្លងមកនេះខ្ញុំបានផ្ដល់អ្វីទាំងអស់ដល់ Ocean Corp ដោយសារតែឡានមិនមែនដោយសារតែ Merlin ទេគាត់គ្រាន់តែជាក្មេងប្រុសថែរក្សាកិច្ចការតូចតាចប៉ុណ្ណោះអ្វីកាលណាឡាននៅទីនេះ Ocean Corp ទទួលបានគ្រប់គម្រោងមិនថាមានការសូកប៉ាន់ឬអត់ទេពេលគាត់អវត្តមាន Ocean Corp បាត់បង់គុណសម្បត្តិនោះខ្ញុំគ្រាន់តែប្រើការសូកប៉ាន់របស់ Merlin ជាហេតុផលដើម្បីយកអ្វីទាំងអស់មកវិញច្បាស់ទេគម្រោងរបស់ក្រុមហ៊ុនអូសុនដំណើរការរលូនពីព្រោះឡានបានតាក់ទងដោយផ្ទាល់ទៅកាន់ដៃគូនិងអ្នកផ្គត់ផ្គង់ទាំងអស់ដែលពាក់ព័ន្ធនោះហើយជាមូលហេតុដែលពួកគេផ្ដល់កិច្ចសហការពេញលេញធ្វើឲ្យក្រុមហ៊ុនអូសុនដំណើរការរលូននិងរីកចម្រើនយ៉ាងឆាប់រហ័សវាមិនមែនដោយសារ Merlin បរិសុទ្ធឥតប្រយោជន៍នោះទេខ្ញុំមិនជឿរឿងនេះទេមិនជឿចាំមើលចុះពេលឡានបាត់ទៅយើងមើលថាតើជំនួយការដ៏អស្ចារ្យរបស់អ្នកនៅតែអាចដំណើរការរឿងគ្រប់យ៉ាងបានល្អឥតខ្ចោះឬទេទៅឡានតើនោះជាការពិតទេអ្នកនិយាយត្រូវឡាននិងខ្ញុំពិតជាមានទំនាក់ទំនងពិសេសមួយនោះហើយជាមូលហេតុដែលខ្ញុំអាណិតគាត់តែខំប្រឹងយ៉ាងខ្លាំងទៅលើមនុស្សពិការភ្នែកនិងឆោតល្ងងដូចអ្នកតើខ្ញុំអាចពិតជាខុសមែនទេអ្នកស្រីអូសុនគុំស្ដាប់នាងក្រុមហ៊ុនអូសុនទទួលបានជោគជ័យដោយសារតែខ្ញុំលីលីគឺគ្រាន់តែបង្កាច់ខ្ញុំដើម្បីការពារឡានសូមជឿខ្ញុំលេងដោយសារអ្នកខ្ញុំបានបាត់បង់គម្រោងពី Crescent Bay និង Stone Corp ក្រុមហ៊ុនអូសុនចិត្តដួលរលំតើខ្ញុំត្រូវជឿអ្នកដោយរបៀបណាលោកស្រីអូសុនសូមស្ដាប់ខ្ញុំផងយើងបានបាត់បង់គម្រោងរបស់ Stone Corp ប៉ុន្តែយើងនៅមានដៃគូផ្សេងទៀតអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងនោះខ្លះចូលចិត្តខ្ញុំនឹងទូរស័ព្ទទៅពួកគេឥឡូវនេះហើយរកគម្រោងឲ្យអ្នកសូមរងចាំបន្តិចសួស្ដីលោកហ្វេងខ្ញុំឈ្មោះមើលីងខ្ញុំបានឮថាគម្រោង Splendid Sky របស់លោកកំពុងបើកដេញថ្លៃតើលោកគិតថា Ocean Corp លោកនិយាយលេងខ្ញុំហើយតើលោកគិតថាខ្លួនឯងសមនឹងត្រូវគេពិចារណាផងឬលោកសាក់តើលោកមានន័យយ៉ាងម៉េចលោកធ្លាប់ប្រាប់ខ្ញុំថាលោកចូលចិត្ត Ocean Corp ហើយថាយើងនឹងធ្វើការជាមួយគ្នាលោកនោះគ្រាន់តែដោយសារលោកលេខនៅជាមួយ Ocean Corp តើលោកពិតជាគិតថាលោកមានសមត្ថភាពគ្រប់គ្រាន់ធ្វើការជាមួយខ្ញុំឬ
មិនមានទេលោកហ្វេង វាពិតជាដោយសារឡាន ទេខ្ញុំមិនជឿទេលោកស្រី Lynch គឺខ្ញុំទេមួយ Lynch មូលីនហ៊ានទូរស័ព្ទមកខ្ញុំទេខ្ញុំធ្វើការជាមួយអូសុនខោតែដោយសារលោកលេខហ៊ានអួតថាគម្រោងនេះជាការខំប្រឹងរបស់ឯងឬពេលដែលឯងមិនបានធ្វើអ្វីឯងអៀនខ្មាស់ណាស់ លោកស្រី Lynch កាសខ្ញុំនឹងមិនជឿថាវាដោយសារឡានទេលោកសូគឺខ្ញុំទេមួយ Lynch មួយ Lynch ឯងគិតថាឯងជាអ្នកណាហ៊ានទូរស័ព្ទមកខ្ញុំផ្ទាល់មានច្បាប់លោកលេខជាមនុស្សល្អដែលមិនខ្វល់ថាឯងលួចគូដណ្ដឹងរបស់គាត់ប៉ុន្តែខ្ញុំមិនអាចទ្រាំនឹងមនុស្សដូចឯងបានទេលោកសូអីចឹងហេតុអីរឿងនេះកើតឡើង អាឡូ លោកស្រីអូសុនដំណឹងអាក្រក់ដៃគូរបស់យើងទាំងអស់ចង់ឈប់សហការជាមួយយើង ហេតុអីមានរឿងអី ពួកគេថាពួកគេធ្វើការជាមួយយើងតែដោយសារលោកលេខធានាឲ្យអ្នកឥឡូវលោកលេខត្រូវបានបណ្តេញចេញពួកគេបាត់បង់ទំនុកចិត្តលើយើង ឡានគាត់ទៀតអញ្ចឹងវាពិតជាអរគុណឡានតែអូសុនខោមានដៃគូឡាន លោកស្រីអូសុនឡានប្រកាសជាសូប៉ាន់ពួកគេឲ្យខ្ញុំពេលខ្លះខ្ញុំសន្យាថានឹងយកគម្រោងទាំងនោះមកវិញ ចេញពីមុខខ្ញុំអ្នកកុហកមឺរលីនអ្នកជាអ្នកកុហកពួកគេគ្រាន់តែប្រាប់អ្នកឲ្យចុះកិច្ចសន្យាប៉ុន្តែអ្នកកុហកថាអ្នកបានធានាកិច្ចព្រមព្រៀងដោយខ្លួនឯង អ្នកស្រីអូសុនខ្ញុំពិតជាមិនដឹងទេចេញទៅ ចេញពីមុខខ្ញុំ អ្នកស្រីអូសុនខ្ញុំខូចទេខ្ញុំចិត្តឈ្នះវីណូណាហើយឡើងទៅកំពូលខ្ញុំមិនអាចបោះបង់បានទេ វីណូណាអ្នកគិតថាខ្លួនឯងឆ្លាតប៉ុន្តែអ្នកពិតជាមនុស្សល្ងេល្ងើបើគ្មានអ៊ីអានអ្នកគ្មានតម្លៃទេជីតានិងប៉ាបានព្រមានអ្នកប៉ុន្តែអ្នកមិនដែលស្ដាប់ទេអ្នកមិនអើពើអ្វីដែលអ៊ីអានធ្វើសម្រាប់អ្នកផ្ទុយទៅវិញអ្នកជឿមឺរលីនទាំងស្រុងមើលខ្លួនឯងឥឡូវនេះអ្នកបាត់បង់គម្រោងទាំងអស់ក្រុមហ៊ុនត្រូវខូចខាតអ្នកល្ងងបំផុតអ៊ីអានខ្ញុំសុំទោសអ្នកស្រីអូសុន ខ្ញុំសុំទោសអ៊ីអាន ខូចអ៊ីអានម្ដងទៀត ខ្ញុំសុំទោសខ្ញុំពិតជាសុំទោសត្រឡប់មកវិញត្រឡប់មករកខ្ញុំវិញយកព្រមទេ យោពមខ្ញុំត្រឡប់មកវិញហើយខ្ញុំនៅទីនេះដូច្នេះកុំភ័យមិនខុសពីនាយកប្រតិបត្តិនៃក្រុមហ៊ុនអូសុនទេនាងមានរសជាតិឆ្ងាញ់ជាងស្រីថោកទាំងនោះដរាបណាខ្ញុំបានស្រីនេះក្រុមហ៊ុនអូសុននឹងក្លាយជារបស់ខ្ញុំ ប៊ឺរលីនអ្នកឆ្មើង អ្នកស្រីអូសុនស្ដាប់ខ្ញុំស្រឡាញ់អ្នក ជាសត្វចេញពីខ្ញុំទៅ វីណូណាខ្ញុំមិនកុហកទេខ្ញុំស្រឡាញ់អ្នកពិតប្រាកដ ប៊ឺរលីនឲ្យខ្ញុំទៅជួយ ខ្ញុំសន្យាថានឹងធ្វើឲ្យអ្នកល្អ ទេសូមឲ្យខ្ញុំទៅ វីណូណាថាយល់ព្រម ជួយ អ្នកកំពុងរករឿង ល
លែង ខ្ញុំគ្រងនឹងទន់ភ្លន់ជាមួយអ្នកប៉ុន្តែអ្នកធ្វើបែបនេះខ្ញុំនឹងធ្វើឲ្យអ្នកស្រែកសូម្បីតែ ដោយគ្មានការយល់ព្រមពីអ្នក ខ្ញុំនៅតែធ្វើវា ជួយឡានជួយខ្ញុំ ទាញគាត់ចេញលេងខ្ញុំឡានអ្នកនៅតែបំផ្លាញផែនការរបស់ខ្ញុំចាំមើលតោះទៅ ឡានខ្ញុំរីករាយដែលអ្នកនៅទីនេះបើមិនដូច្នេះទេខ្ញុំ អ្នកស្រីអូសុនយើងមិនសូវជិតស្និទ្ធទេខ្ញុំទើបតែដល់កាត់មានគេហៅជួយទើបខ្ញុំមកមើលទូរស័ព្ទទៅគ្រូសាអូសុនឲ្យគេមកយកនាងទៅបាទលោកលេខ អ៊ីយ៉ានខ្ញុំសុំទោសតើអ្នកត្រឡប់មកវិញបានទេលោកលេខហេតុអីនៅទីនេះអ្នកថានឹងចំណាយពេលជាមួយខ្ញុំហេតុអីរត់ចេញអ៊ីយ៉ាន ខ្ញុំបានប្រាប់អ្នកហើយ Merlin មិនល្អទេតែអ្នកមិនស្ដាប់បើលោកលេខមិនបានដាកាត់ទេរឿងនឹងធ្ងន់ធ្ងរបើមិនកែករឹតរឹងរូសនេះទេអ្នកនឹងស្ដាយក្រោយ ប៉ាតាខ្ញុំដឹងថាខុសហើយសូមឈប់បន្ទោសខ្ញុំទៅខ្ញុំនឹងសុំទោសអ៊ីយ៉ានហើយបន្តការភ្ជាប់ពាក្យវិញ ទោះអ្នកសុខចិត្តធ្វើបែបហ្នឹងក៏ដោយលោកលេខប្រហែលមិនព្រមទេ តាកុំបារម្ភខ្ញុំនឹងសុំទោសឲ្យបានល្អខ្ញុំនឹងធ្វើអ្វីដើម្បីឲ្យគាត់អភ័យទោស អញ្ចឹងគិតថាគ្មានជំរឿផ្សេងទេចាចេញបញ្ជាតាមទីក្រុងទៅរកមេលីននោះវាធ្វើបាបចៅស្រីខ្ញុំមិនទុកវាទេយល់ពោម អ៊ីយ៉ាននោះគឺវេណូណានៅក្នុងបន្ទប់មែនទេតើអ្នកនៅមានអារម្មណ៍ចំពោះនាងទៀតទេ អារម្មណ៍អីខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលតាបញ្ជាប៉ុណ្ណោះហើយខ្ញុំធ្វើការនៅក្រុមហ៊ុនអូសិនតែ6ខែទេ ចុះហេតុអីមិនព្រមទទួលខ្ញុំអ្នកនៅតែមានអារម្មណ៍ចំពោះនាងមែនទេ អត់ទេអ្នកស្រវឹងហើយ អត់ទេអ៊ីយ៉ានចង់ដឹងអ្វីទេគ្រួសារខ្ញុំគ្រងឲ្យខ្ញុំរៀបការជាមួយគ្រួសារស្កតនៅ Bayford អញ្ចឹងទេ បាទពួកខ្ញុំចង់តាំងយកមរតកដូច្នេះគាត់ព្យាយាមបង្ខំឲ្យខ្ញុំរៀបការនោះប៉ុន្តែខ្ញុំមិនចូលចិត្តគាត់ទេអ្នកជាមនុស្សដែលខ្ញុំចូលចិត្តអ៊ីយ៉ានយើងរៀបការគ្នាទៅយើងរៀបការទៅបើអ្នកសុំរៀបការគេនឹងឈប់បង្ខំខ្ញុំឲ្យរៀបការជាមួយលោកស្កតខ្ញុំមិនចង់ទៅ Bayford ទេតើអ្នកពិតជាអត់ទ្រាំមើលខ្ញុំទៅទីនោះតែម្នាក់ឯងបានទេបានហើយនិយាយពិតមែនទេកុំប្រែចិត្តវិញអីណាខ្ញុំដឹងហើយអ្នកខ្វល់ពីខ្ញុំលោកលេខអ្នកមិនភ្លេចការសន្យាយប់មុនទេមែនទេប្រកាសជាមិនភ្លេចទេខ្ញុំមិនស្រវឹងទេមានម្នាក់ទេដែលស្រវឹងហេតុអីគេចាំច្បាស់ម្លេះមិនអីទេភ្លេចវាចោលទៅមិនសំខាន់ទេយ៉ែនអាចនិយាយទល់មុខគ្នាបានទេគ្មានអីត្រូវនិយាយទៀតទេយ៉ែនខ្ញុំសុំទោសពិតខ្ញុំទុកចិត្តខុសមនុស្សខ្ញុំមិនគួរជឿ Merlin ទេ
សូមអង្វរសូមឲ្យឱកាសម្ដងទៀតខ្ញុំព្រមគោរពការភ្ជាប់ពាក្យរបស់យើងបើអ្នកត្រឡប់មកវិញខ្ញុំនឹងធ្វើអ្វីក៏បានសូមទោសខ្ញុំជាមិត្តប្រុសរបស់ Lily ឥឡូវនេះមិត្តប្រុសលោកស្រីអូសុនអ្នកអាចស្អប់អាពាហ៍ពិពាហ៍ដែលបានរៀបចំអៀនក៏ដូចគ្នាដែរប៉ុន្តែគាត់បានស្នាក់នៅអូសុនខលផអស់6 ខែហើយបានសុំអ្នកចេញទៅក្រៅ37 ដងប៉ុន្តែអ្នកមានមោទនភាពពេកហើយអ្នកបានប្រព្រឹត្តចំពោះបរិសុទ្ធពូកែដូចគាត់ទោះជាគាត់គ្មានតម្លៃអ្វីសោះពិតណាស់អ្នកផ្សេងដែលដឹងពីតម្លៃគាត់នឹងឲ្យតម្លៃគាត់ហើយឥឡូវនេះគាត់ជារបស់ខ្ញុំហើយសូមឈប់នៅក្បែរគាត់ពីពេលនេះទៅបើមិនដូច្នោះទេអ្នកនឹងទទួលរងពីខ្ញុំតោះទៅយើងត្រូវជ្រើសរើសសម្លៀកបំពាក់រៀបអាពាហ៍ពិពាហ៍របស់ខ្ញុំយើងយឺតពេកហើយសម្លៀកបំពាក់រៀបអាពាហ៍ពិពាហ៍តោះទៅអញ្ចឹងតើវាទៅយ៉ាងម៉េចដែរតើលោកលេខឥឡូវគាត់នៅជាមួយលីលីហើយមានន័យថា Lily Stone បាទស្មានហើយលោកលេខគឺជាអ្នកល្អបំផុតក្នុងចំណោមអ្នកល្អបំផុតអ្នករាល់គ្នាកំពុងចាប់អារម្មណ៍លើគាត់ខកខានឱកាសរបស់អ្នកហើយអ្នកផ្សេងនឹងចាប់គាត់ភ្លាមអ្នកនឹងមិនមានពេលវេលាសំបីតែស្ដាយក្រោយឡើយអាក្រក់នេះគឺអាក្រក់ណាស់ប្រហែលជាយើងមិនមានវាសនាឡើងទៅកំពូលទេមលោកស្រីអូសុនក្រុមហ៊ុនទើបតែបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកអូសុនខរផអស់ថវិកាហើយអ្នកត្រូវគិតរកអ្វីមួយឲ្យលឿនបើមិនដូច្នោះទេយើងនឹងមិនអាចបើកប្រាក់ខែនេះបានទេឥឡូវនេះធនាគារទាំងអស់ដឹងថាយើងបានប្រមាថគ្រួសារលេខគ្មាននរណាម្នាក់សុខចិត្តឲ្យខ្ចីលុយយើងទេតើយើងត្រូវរកលុយពីណាវាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំមានអំនួតពេកហើយខ្ញុំពិតជាគិតថាខ្ញុំជាមហាក្សត្រីអាជីវកម្មប្រភេទណាមួយខ្ញុំមិនដែលដឹងថាអៀនបានធ្វើអ្វីឲ្យខ្ញុំដោយស្ងាត់ឥឡូវគាត់បានបាត់បង់ខ្ញុំមិនអាចដោះស្រាយអ្វីបានទេប៉ាតាខ្ញុំសុំទោសវាជាកំហុសរបស់ខ្ញុំវាជាកំហុសរបស់ខ្ញុំទាំងអស់តើនិយាយអ្វីទាំងអស់នេះឥឡូវនេះមានន័យអ្វីយើងគួរតែផ្ដោតលើការសង្គ្រោះក្រុមហ៊ុនចាំប៉ាអ្នកនឹងលោកលេខចាស់ជាអ្នកតែបានរៀបចំអាពាហ៍ពិពាហ៍មែនទេហេតុអ្វីយើងមិនទៅនិយាយជាមួយលោកលេខចាស់ប្រសិនបើលោកសុខចិត្តឲ្យយើងឱកាសមួយទៀតប្រហែលបាទលោកតាលោកលេខចាស់នៅតែជាអ្នកសម្រេចចិត្តទីបំផុតប៉ុន្តែគ្រួសារលេខមិនដូចពីមុនទៀតទេវាជាការសប្បុរសរបស់គាត់ហើយតែរក្សាកិច្ចសន្យាឲ្យនៅដដែលប៉ុន្តែវីណូណាបានបំផ្លាញវាការព្យាយាមយកវាមកវិញដើម្បីយើងខ្ញុំនឹងលេបមោទនភាពរបស់ខ្ញុំហើយសាកល្បងមើលពេលយើងឃើញលោកលេខចាស់នៅពេលក្រោយត្រូវប្រកាសថាអ្នកសុំទោសដោយស្មោះប្រសិនបើគាត់អត់ទោសអ្នកទើបអ្នកមានឱកាសយកលោកលេខមកវិញកុំបារម្ភលោកតាខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វីដើម្បីគ្រួសារយើងខ្ញុំនឹងធ្វើអស់ពីសមត្ថភាពតើអ្នកមកទីនេះសម្រាប់ពិធីជប់លៀងទេចូលមកខាងនេះពិធីជប់លៀងចិត្តចាប់ផ្ដើមហើយពិធីជប់លៀងអ្វីអីតើអ្នកមិនមកទីនេះសម្រាប់ពិធីភ្ជាប់ពាក់ព័ន្ធរបស់លោកលេខនិងកញ្ញា Stone ភ្ជាប់ពាក់ព័ន្ធពួកគេមិនបាននិយាយកុហកទេហេតុអ្វីបានជាលឿនម្លេះតើអ្នកមានន័យយ៉ាងម៉េចលោកលេខនិងកញ្ញា Stone ធំឡើងជាមួយគ្នា
វាជារឿងល្អដែលពួកគេបានភ្ជាប់ពាក្យតើអ្នកអាចនិយាយបែបនេះនៅថ្ងៃរីករាយរបស់ពួកគេបានទេអ្នកទាំងអស់គ្នាមិនមែនមកអបអរសាទរពួកគេទេហើមដោយសារពួកគេបានភ្ជាប់ពាក្យមានន័យថាលោកលេខចាស់បានយល់ព្រមចំពោះពួកគេយើងលែងមានឱកាសទៀតហើយតោះត្រឡប់ទៅវិញកម្មផលនេះត្រូវតែជាកម្មផលរបស់ខ្ញុំវិញណណាអ្នកទាំងអស់គ្នាមើលកាមេរ៉ា1 2 3រួចរាល់មានរឿងអីគ្មានអ្វីទេតោះទៅដល់ពេលហើយប៉ាវាជាគ្រូសាអូសិនអូខ្ញុំបានថែរក្សាចៅប្រុសជាទីស្រឡាញ់របស់ខ្ញុំពេញមួយជីវិតតែគាត់បានស៊ូទ្រាំនៅអូសិនខូបអស់រយៈពេល6ខែយើងបានធ្វើលើសពីគ្រប់គ្រាន់ហើយយល់ហើយវិញណូណាល្មមហើយអ្វីដែលបានធ្វើរួចហើយក៏រួចហើយទៅសូមប្រមូលស្មារតីឡើងវិញបើអ្នកមិនធ្វើទេក្រុមហ៊ុនល្អបំផុតរបស់ត្រូវវិនិច្ឆ័យពិតប្រាកដទុកឲ្យខ្ញុំនៅម្នាក់ឯងខ្ញុំចង់ផឹកខ្ញុំជាមនុស្សល្ងីល្ងើណាស់ខ្ញុំបានបំផ្លាញក្រុមហ៊ុនអ្នកសូមទោសពេលខ្ញុំត្រឡប់មកវិញខ្ញុំនឹងនាំអ្នកទៅផ្ទះលីលីអ្នកធ្វើអ្វីលឿនណាស់អ្នកទើបតែភ្ជាប់ពាក្យហើយរៀបការនៅសប្តាហ៍ក្រោយអ្នកស្គាល់ឡានជាង20ឆ្នាំហើយរងចាំប៉ុន្មានខែទៀតក៏មិនអីដែរប្រញាប់អ្វីខ្ញុំស្រឡាញ់ឡានជាង20ឆ្នាំហើយឥឡូវគាត់យល់ព្រមហើយតើខ្ញុំមិនប្រញាប់យ៉ាងម៉េចដោយសារក្រុមហ៊ុន Ocean Corp កំពុងដួលរលំពួកគេមើលឃើញថាឡានជាខ្សែជីវិតបើខ្ញុំមិនចាប់គាត់ឲ្យជាប់ចោះបាល់អាពាហ៍ពិពាហ៍របស់គាត់ជាមួយវិនណូណាគឺជាការរៀបចំមិនមានអារម្មណ៍ពាក់ព័ន្ធទេហេតុអ្វីបានជាអ្នកភ័យអ្នកខុសហើយគាត់ស្នាក់នៅក្រុមហ៊ុន Ocean Corp រយៈពេល6ខែមិនមែនដោយសារជីតារបស់គាត់ប្រាប់គាត់ទេប៉ុន្តែវាក៏ដោយសារវិនណូណាជាប្រភេទរបស់គាត់ឡានស្រឡាញ់ខ្ញុំអីមិនអាចទេឡាននិងខ្ញុំធំឡើងជាមួយគ្នាយើងថែមទាំងជាមិត្តរួមថ្នាក់គ្នា15ឆ្នាំទៀតផងក្មេងស្រីដែលគាត់ធ្លាប់ចូលចិត្តគឺដូចជាវិនណូណាបើមិនអញ្ចឹងទេដោយសារគាត់ជាមនុស្សបែបហ្នឹងសូម្បីតែជីតារបស់គាត់ក៏បង្ខំគាត់ដែរគាត់នឹងទ្រាំបានតែ3ថ្ងៃទេគ្មានវិធីណាដែលគាត់អាចទ្រាំទ្រនឹងទុក្ខលំបាករយៈពេល6ខែនោះទេស្គាល់គាត់ច្បាស់យល់ហើយវិនណូណាប្រកាសជាធ្វើឲ្យគាត់ឈឺចាប់ខ្លាំងនោះហើយជាមូលហេតុដែលខ្ញុំចង់ប្រញាប់រៀបការខ្ញុំមិនអាចឲ្យវិនណូណាសូម្បីតែឱកាសតូចបំផុតដើម្បីជ្រៀតចូលអញ្ចឹងវាជាបែបហ្នឹងឡានស្នាក់នៅក្រុមហ៊ុនអូសុនហើយទ្រាំទ្រនឹងការលំបាករយៈពេល6ខែពីព្រោះគាត់ចូលចិត្តខ្ញុំនោះមានន័យថាខ្ញុំនៅតែមានឱកាសចាស់ខ្ញុំត្រូវតែដណ្ដើមយកឱកាសចុងក្រោយនេះនាងនៅឯណាសូមស្វាគមន៍កូនក្រមុំនិងកូនកំឡោះពួកគេជាគូដ៏ល្អឥតខ្ចោះបាទហើយពួកគេថែមទាំងធំឡើងជាមួយគ្នាទៀតផងពិតជាផ្អែមល្ហែមសូមផ្លាស់ប្ដូរចិញ្ចៀនចាំនោះជានរណានោះគឺវិនណូណានាយកប្រតិបត្តិនៃក្រុមហ៊ុនអូសុននាងជាស្ត្រីឆោតល្ងងដែលបានប្រើប្រាស់លោកលេខដើម្បីជោគជ័យហើយបន្ទាប់មកក្បត់គាត់មនុស្សហើយនាងថាមហាស្ត្រីជំនួញអីបើគ្មានលោកលេខក្រុមហ៊ុនអូសុនចិត្តដល់ការខ្សែឋានហើយតើអ្នកកំពុងធ្វើអ្វីនៅទីនេះអែនខ្ញុំដឹងអ្នកនៅតែមានអារម្មណ៍ចំពោះខ្ញុំបើមិនដូច្នោះទេអ្នកមិនបានស្នាក់នៅទេនៅក្រុមហ៊ុនអូសិនហើយស៊ូទ្រាំទុកវេទនាទាំងអស់នោះរយៈពេល6ខែ
ខ្ញុំសូមទោសចំពោះអ្វីគ្រប់យ៉ាងតើអ្នកអាចឲ្យខ្ញុំមានឱកាសមួយទៀតបានទេ ការភ្ជាប់ពាក្យរបស់យើងត្រូវបានលុបចោលហើយអ្នកជាអ្នកធ្វើវាថ្ងៃនេះជាថ្ងៃរៀបការរបស់ខ្ញុំសូមបង្ហាញការគោរពខ្លះបរោះនាំអ្នកស្រីអូសិនចេញទៅ ទេអែនប្រសិនបើអ្នកឲ្យឱកាសមួយទៀតដល់ខ្ញុំនឹងធ្វើអ្វីក៏បានខ្ញុំដឹងអ្នកនៅតែខឹងដែលខ្ញុំបដិសេធអ្នក37ដងប្រសិនបើអ្នកអត់ទោសឲ្យខ្ញុំនឹងសងអ្នកវិញដោយសុំអ្នកចេញទៅក្រៅ37ដងអូខ្ញុំអាចធ្វើវាបានសំបីតែ370ដងតើរាប់ណាអ្នកគ្រប់គ្រាន់ នាំនាងចេញទៅ ទេឲ្យខ្ញុំទៅអែនតើត្រូវការអ្វីខ្លះដើម្បីឲ្យអ្នកអត់ទោសឲ្យខ្ញុំអ្នកនៅតែស្រឡាញ់ខ្ញុំហេតុអ្វីអ្នកមិនអាចឲ្យឱកាសមួយទៀតដល់ខ្ញុំហេតុអ្វី អញ្ចឹងតើអ្នកស្រឡាញ់ខ្ញុំទេជាក់ស្ដែងអ្នកមិនស្រឡាញ់ទេអ្នកមិនសុំទោសទេអ្នកមិនចង់ឱកាសមួយទៀតអ្នកគ្រាន់តែចង់ឲ្យខ្ញុំនៅជាឧបករណ៍របស់អ្នកព្រោះក្រុមហ៊ុនអូសុនចិត្តខ្សែធនអ្នកចង់ឲ្យខ្ញុំជួយអ្នកក្លាយជាម្ចាស់អាជីវកម្មម្ដងទៀត ទេមិនមែនអីចឹងទេ ស្ដាប់គ្រប់គ្រាន់ហើយវីនូណាពេលដែលអ្នកបណ្ដេញខ្ញុំចេញពីក្រុមហ៊ុនអូសិនអ្នកមានមោទនភាពនិងត្រជាក់ចិត្តខ្លាំងណាស់ប្រសិនបើក្រុមហ៊ុនអូសិននៅតែមានភាពរុងរឿងនិងបន្តកើនឡើងតើអ្នកគិតថាអ្នកនឹងនៅទីនេះឥឡូវនេះទេពិតណាស់អ្នកមិនមកទេអ្នកនឹងគិតថាអ្នកសុំនឹងត្រូវបានគេហៅថាម្ចាស់ក្ត្រីពាណិជ្ជកម្មអ្នកនឹងនៅតែមើលងាយខ្ញុំចំអកថាខ្ញុំគ្មានប្រយោជន៍អ្នកនឹងសរសើរខ្លួនឯងដោយគិតថាការបណ្ដេញខ្ញុំចេញគឺជាចលនាឆ្លាតបំផុតដែលអ្នកធ្លាប់ធ្វើ មិនមែនអីចឹងទេ សារភាពទៅអ្នកមិនដែលមានអារម្មណ៍អ្វីចំពោះខ្ញុំទេឥឡូវនេះនៅក្នុងពិធីមង្គលការរបស់ខ្ញុំអ្នកធ្វើដូចជាមនុស្សឈួតស្នេហាប៉ុន្តែអ្នកគ្រាន់តែចង់ឲ្យខ្ញុំបន្តជួយទ្រទ្រង់ក្រុមហ៊ុនរបស់អ្នកបន្ទាប់មកពេលដែលខ្ញុំមិនមានប្រយោជន៍ចំពោះអ្នកទៀតអ្នកនឹងបោះខ្ញុំចោលដោយមិនស្ទាក់ស្ទើរ ទេមិនមែនអីចឹងទេអ៊ីអានដោយស្មោះត្រង់ពេលដែលអ្នកទាញខ្ញុំចេញពី Merlin នៅយប់នោះខ្ញុំចាប់ផ្ដើមមានអារម្មណ៍អ្វីមួយចំពោះអ្នក គ្រប់គ្រាន់ហើយឈប់កុហកទៅអ្នកគ្រាន់តែស្ដាយក្រោយដែលអ្នកជ្រើសរើសមនុស្សខុសខ្ញុំទទួលស្គាល់ថាពេលដែលខ្ញុំឃើញអ្នកជាលើកដំបូងអ្នកជាប្រភេទរបស់ខ្ញុំប៉ុន្តែពេលដែលខ្ញុំឃើញអត្តសញ្ញាណពិតរបស់អ្នកអ្វីដែលខ្ញុំមានអារម្មណ៍គឺការស្អប់ខ្ពើមចំណែក Lily វិញនាងខ្វល់ខ្វាយពីខ្ញុំតាំងពីយើងនៅក្មេងនាងតែងតែគិតពីខ្ញុំពេលដែលខ្ញុំឈឺនាងបារម្ភពីខ្ញុំពេលដែលខ្ញុំកាត់ទុកនាងនឹងលួងលោមខ្ញុំសូម្បីតែពេលដែលខ្ញុំទៅក្រុមហ៊ុនអូសិនគ្រាន់តែដើម្បីគោរពកិច្ចសន្យាអាពាហ៍ពិពាហ៍នាងនៅតែគាំទ្រខ្ញុំអស់ពីចិត្តខណៈដែលនាងឈឺចាប់អ្វីដែលធ្វើឲ្យអ្នកគិតថាខ្ញុំនឹងបោះបង់នាងដើម្បីអ្នកគិតថាអ្នកសុំនឹងបានវាទេបណ្ដេញនាងចេញបោះនាងចេញទៅ ទេលេងទេលេងសូមឲ្យខ្ញុំមានឱកាសពន្យល់ម្ដងទៀតលេងខ្ញុំសូមអង្វរអ្នកនាងព្យាយាមលួចកូនកំឡោះខ្ញុំគិតថាវាដោយសារនាងស្រឡាញ់គាត់ប៉ុន្តែនាងទើបតែដឹងថាគ្មានលោកលេខនាងគ្មានតម្លៃអ្វីទេនាងបានឆ្លៀតឱកាសពីសេចក្តីស្រឡាញ់របស់លោកលេខ អៀនខ្មាស់ណាស់នាងជាមនុស្សរកតែលុយតោះបន្តសូមបដូរចិញ្ចៀន សួស្តីលោកលេខ
ខ្ញុំប្រកាសថាអ្នកទាំងអស់គ្នាបាននឿដំណឹងហើយចាប់ពីថ្ងៃនេះទៅក្រុមហ៊ុន Ocean ត្រូវបានបញ្ចូលទៅក្នុងក្រុមហ៊ុនលេខជាផ្លូវការអ្នកទាំងអស់គ្នាត្រូវបានបណ្តេញចេញអីលោកទៅឆ្ងាយពេកហើយយើងបានធ្វើការឲ្យក្រុមហ៊ុន Ocean ជាង10ឆ្នាំហើយអ្នកមិនអាចធ្វើបែបនេះបានទេយ៉ាងហ្នឹងអញ្ចឹងអីក្នុងរយៈពេល6ខែកន្លងមកខ្ញុំបានឃើញយ៉ាងច្បាស់ថាអ្នកជាមនុស្សបែបណាទាំងនេះគឺជាកំណត់ត្រាទាំងអស់អំពីការសូប៉ាននិងការកេងប្រវ័ញ្ចរបស់អ្នកប្រសិនបើអ្នកមិនចង់ចូលគុកចុះហត្ថលេខាលើឯកសារហើយចាក់ចេញទៅតើអ្នកសប្បាយចិត្តហើយឬនៅលោកតារបស់អ្នកជាអ្នកសួរឲ្យតាខ្ញុំទិញក្រុមហ៊ុន Ocean Corp ដើម្បីឲ្យអ្នកអាចដកប្រាក់និងការពារខ្លួនឯងឡានតើអ្នកយកអ្នកណាល្អជាងនេះមកពីណាសូម្បីតែបន្ទាប់ពី Winona បោះបង់ចោលអ្នកចំណែកខ្ញុំត្រូវតស៊ូដើម្បីរស់ខ្ញុំត្រូវបានគ្រួសារ Ocean តាមប្រមាញ់ជានិច្ចខ្ញុំមិនអាចទទួលយករឿងនេះបានទេឡានបើខ្ញុំមិនបានប្រព្រឹត្តចំពោះអ្នកអាក្រក់តើវានឹងខុសគ្នាទេឡានទៅនរកឡានប្រយ័ត្នឲ្យខ្ញុំទៅខ្ញុំឲ្យអ្នកទៅលើកមុនហើយឥឡូវអ្នកធ្វើបែបនេះជូនដំណឹងដល់ក្រុមច្បាប់ធ្វើឲ្យគាត់រលួយក្នុងពន្ធនាគារឡានអ្នកបានអ្វីទាំងអស់នេះដោយសារគ្រួសាររបស់អ្នកមកប្រយុទ្ធជាមួយខ្ញុំដូចបុរសមានរឿងអីមានមនុស្សឈួតម្នាក់ធ្វើអាក្រក់ដោះស្រាយរួចហើយដោះស្រាយរួចទាំងអស់តោះទៅផ្ទះឡានខ្ញុំពិតជាសុំទោស